រៀបសួរលោកគ្រូហើយគាត់សួរថាតើគួររៀបចំបែបណាថ្ងៃសែនទទួលទេវតាឆ្នាំថ្មីដើម្បីឲ្យត្រឹមត្រូវលោកគ្រូហើយពេលអុជធូបហ្នឹងនិយាយទទួលទេវតាហ្នឹងត្រូវនិយាយថាម៉េចណាចង់ធ្វើតាមប្រពៃនេះធ្វើតែប៉ុន្តែបើមិនធ្វើក៏បានប៉ុន្តែមិនមែនន័យថាបើយើងមិនធ្វើតាមខ្មែររត់រចិនទេណាចាស់ដែលគាត់ត្រូវបង្កើតប្រពៃនេះសែនអញ្ចឹងដែរហ្នឹងដោយសាររក្សាអត្តសញ្ញាណពីព្រោះនឹងក្បាលយើងវាអន់បើសិនជាមិនបង្កើតស្អីដើម្បីតាក់ទាញឲ្យវាមានជំនឿថានឹងនាំសុខទេប្រកាសជារំលាយខ្លួនឯងចូលវប្បធម៌គេអស់ហើយអញ្ចឹងបំណងដែលគាត់បង្កើតហ្នឹងក៏ដើម្បីរក្សាអត្តសញ្ញាណរបស់ខ្លួនឯងដែរតែបើដូចខ្ញុំនេះមិនបាច់ធ្វើទេស្អីក៏ខ្ញុំអត់ចូលទេនៅខ្មែរដែលពេញមកមនុស្សដូចអញ្ចឹងបានស្អីក៏ទាញបានដែរមិនកាត់ចិននេះខ្លះកាត់ចង់កាត់ចិនអីក៏កាត់ទៅប៉ុន្តែកណាដាក់ខ្លួនជាខ្មែរឃើញទេមូលហេតុអីបានចាស់ត្រូវយកទៅដាក់ធ្វើពិធីដែរមិនតែចាស់ខ្មែរចាស់ណាក៏ដោយត្រូវតែមានពិធីដើម្បីយកអត្តសញ្ញាណខ្លួនឯងហ្នឹងយកទៅផ្សាយឬក៏ចងគ្រាឲ្យដឹងថាខ្លួនឯងជាជនជាតិអីនោះអញ្ចឹងវាសំខាន់សម្រាប់អ្នកដែលអត់យល់វប្បធម៌ទាំងអស់ហ្នឹងប្រពៃណីទាំងអស់ហ្នឹងគឺសំខាន់សម្រាប់អ្នកអត់យល់បើមានអ្នកយល់ធម៌អស់ហើយស្អីក៏លែងសំខាន់ដែរប៉ុន្តែមិនមែនន័យថាចុះបើធ្វើអាហ្នឹងបាត់ខ្មែរបាត់ទៅណាបើអត់ចូលចិនផងហ្នឹងបាត់ទៅណាបើអត់ចូលជាតិដតីផងហ្នឹងនៅតែខ្លួនឯងខ្មែរដែរហ្នឹងវាខ្មែរពេញសិទ្ធតែហ្មងវាមិនចាំបាច់យកស្អីមកតោងមួយឆ្នាំធ្វើម្ដងទេខ្មែររាល់ថ្ងៃបាទគ្រូឧទាហរណ៍ដូចជាជាមួយទេវតាអញ្ចឹងផ្សាយមេត្តារាល់ថ្ងៃមានចាំបាច់ដល់ថ្ងៃនោះរវល់មកដាក់នេះថ្វាយនោះថ្វាយអូមួយឆ្នាំហ្នឹងឲ្យតែម្ដងហ្នឹងនេះទេកណាឲ្យសឹងរាល់ថ្ងៃផ្សាយមេត្តារាល់ថ្ងៃឲ្យរាល់ថ្ងៃហ្នឹងហើយទេវតាមិនបាច់ដល់ឆ្នាំមកដូរស្អីទេវតានៅចិត្តយើងហ្នឹងយើងផ្សាយមេត្តារាល់ថ្ងៃរស់នៅជាសុខហ៎អាហ្នឹងមានគេពុទ្ធចឹងហើយអត់មានខ្លាចបាត់ជាតិឯងទៅណាទេបាត់ទៅណាបើវាអត់ជឿអាស្អីហ្នឹងផងហ្នឹងចង់ហុងស៊ុយចិនប្រមាណជាន់ទេក៏ណាមិនទៅធ្វើដែរប៉ុន្តែបានជាចាស់យើងហ្នឹងក៏នៅតែតម្រូវធ្វើដែរនោះព្រោះអាភាពស្រូបទាញរបស់យើងគំនិតជាតិនិយមរបស់យើងហ្នឹងវាខ្សោយស្រួលគេស្រូបយកក្បាលអស់ឥឡូវធ្វើប៉ុណ្ណឹងផងដល់ចូលចិនហ្នឹងសឹងតែក្រឹកក្រែងឥឡូវហងៃចូលឆ្នាំខ្មែរវាមិនដល់ចិនហងៃហ្នឹងឃើញទេហើយខ្ញុំកណាមិនសែនរឿងខ្មែររឿងអីមិនប៉ិនសួរថាកណាទៅចូលចិនទេអត់ស៊ុយមិនស៊ុយទៅខ្វល់ប៉ុន្តែអ្នកខាងខ្មែរចិនមិនដឹងស្អីមែនទេផងហ្នឹងមែនទេណាចឹងបើចង់ធ្វើឲ្យត្រូវតាមប្រពៃណីធ្វើតាមដូនតាយើងប្រាប់ទៅអាហ្នឹងធ្វើតាមប្រពៃណីខ្ញុំអត់ហាមទេទៅមានបោះផ្ទះបោះសម្បែងឬមួយទៀតមានការស្រង់ព្រះមានការបោះផ្ទះសម្បែងដើម្បីសេរីសួស្តីហ្នឹងពីព្រោះអីគាត់យល់ឃើញថាមនុស្សណាខ្លះខ្ជិលណាស់មួយឆ្នាំផ្ទះក៏ក្រិចអញ្ចឹងទៅគាត់បង្កើតជំនឿមួយថាបើផ្ទះក៏ក្រិចទេវតាមិនចូលទេអញ្ចឹងត្រូវតែបោះសម្អាតអីអញ្ចឹងវាបានស្អាតវាបានអនាម័យល្អបានសុខភាពល្អនៅខ្លះដល់យកជំនឿយកមកដាក់អញ្ចឹងបានធ្វើឃើញទេហ្នឹងកាលណាវាមានប្រពៃណីមួយសង្ឃឹមថាបានសុខលើអានឹងហើយអាជនជាតិដទៃមកផ្សាយវប្បធម៌ថាធ្វើអញ្ចេះធ្វើអញ្ចោះវាមានហុងស៊ុយក៏អត់ទៅទៀតទេព្រោះអញមានទេវតាអញគោរពហើយអាហ្នឹងចឹងទេតែបើមនុស្សមានជាទីពឹងហើយមិនបាច់ធ្វើក៏បានដែរតែខ្លួនឯងជាអីគឺជានឹងហើយគ្មានប្រែទៅណាទៀតទេទោះទៅនៅប្រទេសណាក៏មិនប្រែដែរញ៉ាហ្នឹងហើយដូរសញ្ជាតិដូរអីបានតែដូរឈាមហ្នឹងវាមិនបានទេអញ្ចឹងបើចង់ធ្វើតាមប្រពៃណីធ្វើតាមចាស់ប្រាប់ទៅដាក់ទៅមានធ្នើមានផ្កាមានអីអញ្ចឹងទៅធ្វើបន់ធ្វើអីទៅជូនទៅហ្នឹងហើយប៉ុន្តែសួរថាទេវតានុសតិរបស់យើងមួយឆ្នាំបានធ្វើម្ដងហ្នឹងវាស្របតាមពុទ្ធប្រាប់ទេថាអត់ទេទេវតានុសតិហ្នឹងពិចារណារឿយវាមានតែម្ដងអីរាល់ពេលធ្វើបុណ្យធ្វើកុសលមកដល់ផ្ទះធ្វើសេចក្តីល្អអីហ្នឹងក៏តែងតែផ្សព្វផ្សាយមេត្តារាល់ថ្ងៃសេរីសួស្តីក៏រាល់ថ្ងៃមិនចាំបាច់សេរីសួស្តីកើតមួយឆ្នាំម្ដងទេចឹងហើយសំខាន់
យើងផ្ ណែ សាយរ ប៉ុន្តែបើមិនយល់ទេធ្វើតាមចាស់ចាស់ប្រាប់ទៅ បាទ យល់ចាំមកគិតមួយខ្ញុំ បាទគ្រូ ហ្នឹងហើយតើយល់ដូចខ្ញុំហើយគ្មានចូលចិនចូលយួនចូលតាំងណាទេអត់ទេគឺខ្មែរពេញហ្មង